Mình thua lục rô khiếm small sao cường một cái sản phẩm phong thành chị khiếm trong xa lục rô cứ mình sao mày làm sao mày làm à cứ hát riêng con chơi chạy chăm class chân cái chăm học thực tế hay hay chúng này đăng ngày này riêng ba này làm mà nô đây này con tay dương ban trùm tại mày riêng con tay cả nó bắt nơi một tuần anh bắt đây chẳng chúc khơi khơi thua ca ban là chờ lòng máu và hay cứ đời địa xa bàn chỉ phải giỏi ít là vì ca riêng sâu nữa mà chẳng cứ riêng sau khi mà tam bật bật lực group riêng tam này riêng nó cứ lực group chim tha chim phơi ở bàn mà rồi đấy vừa ban rồi phiền rồi và tiệp sẽ mê riêng tiệp nhẹ đặc ngoan mấy này vấn tay nhưng cái thay dùng prang prai thế ai vừa bàn tại dùng nước mấy và nhóm chả hay và nhầm nào cái thà vậy để mày nó ai vừa bán chẳng dương nước mấy miền tham vô chợ làng và hay là miền sen cả ấy ở lớn nước cầm phong để riêng phong phơ phong mình chẳng ấy và ở lớn miền miền cả vô khơi mạnh này của từ đào ngày cày từ mày phần rừng mà tiếp luôn ấy nhá mày này vàខ្ញុំសង្ឃឹមថាខ្ញុំនឹងធ្វើអនុវត្តតាមដែលលោកគ្រូរៀនតាមការអនុវត្តរបស់លោកគ្រូផ្ដល់ឲ្យណាបាទហើយខ្ញុំការដែលខ្ញុំផ្ដាប់ទៅសម្លេងលោកគ្រូគឺខ្ញុំថាអស់ចាំតែ ឥឡូវបើយល់ថាខ្ញុំណែនាំខ្ញុំដកបណ្ដាលខ្ញុំបង្រៀនណាថាអស្ចារ្យប៉ុន្តែនៅពេលដែលគឺយកកិច្ចការនឹងទៅធ្វើយកចំណេះដឹងនឹងយកទៅប្រើប្រាស់សម្រាប់សហគមន៍ខ្លួនឯងណាហើយវាធ្វើឲ្យមានតម្លៃមានការរួមចំណែកជាមួយការបរិសហគមន៍ណាខ្ញុំគិតថាពេលនោះអ្វីដែលគឺធ្វើឲ្យបានលទ្ធផលខ្លួនឯងគឺរឹតតែអស្ចារ្យជាងអ្វីដែលខ្ញុំនិយាយទៀតមែនអត់ ប៉ុន្តែលោកគ្រូគឺបើអត់លោកគ្រូខ្ញុំក៏មិនអាចធ្វើបានដែរ អញ្ចឹងត្រូវឲ្យខ្ញុំជួយខ្ញុំជួយរហូតចឹងហ្មងហ៎បាទខ្ញុំចង់ឲ្យលោកគ្រូជួយបន្ថែមនឹងហត់ពង្វិលបន្ថែមគ្រូបាលខ្ញុំបន្តទៀត ត្រូវការបង្វឹកផ្នត់គំនិតបន្ថែមទៀតហ៎ដើម្បីឲ្យផ្នត់គំនិតនឹងមុតស្រួចមិនចឹងហ៎បាទបាទអូខេអរគុណហើយម្យ៉ាងទៀតខ្ញុំគិតថាមនុស្សយើងត្រូវការរៀនជឿថាខ្ញុំរៀនទេរៀនរាល់ថ្ងៃខ្ញុំរៀនថែមខ្ញុំធ្វើបណ្ដាខ្ញុំរៀនបណ្ដាហើយអ្នកដែលធ្វើឲ្យខ្ញុំរៀនអ្នកដែលបរៀនខ្ញុំណាគេគឺអ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នានៅក្នុងសាលប្រជុំអ្នកទាំងអស់គ្នាហ្នឹងសុទ្ធតែជាអ្នកផ្ដល់នៅតម្រូវការផ្ដល់នៅអ្វីដែលខ្ញុំគួររៀនសូត្រជាមួយខ្ញុំរៀនសប្តាហ៍នេះខ្ញុំរៀនពីគ្រឿងខ្ញុំរៀនពីមួយទាំងអស់រៀនពីសហគមន៍ទាំងអស់រៀនពីគ្នាទៅវិញទៅមកបានយើងដើរទៅដល់គោលដៅមួយជាគោលដៅមួយដែលឆ្លើយតបជាមួយនឹងតម្រូវការរបស់សហគមន៍របស់សង្គមយើងទាំងមូលអញ្ចឹងណាអញ្ចឹងឧទាហរណ៍ថាដូចជាគ្រឿងមុនមករៀននៅទីនេះគ្រឿងដឹងអំពីស្ថានភាពនៃសហគមន៍របស់ខ្លួនអញ្ចឹងហ៎សហគមន៍របស់ខ្លួនមានបញ្ហាប្រឈមអីខ្លះមានអីខ្លះអញ្ចឹងគ្រឿងយកមកចែកចម្លែកគ្រប់គ្នាគេឲ្យជាយោបល់ទៅវិញហ្នឹងដើម្បីធ្វើការបានល្អឲ្យបានជោគជ័យគ្រឿងត្រូវសាកល្បងគិតជំរើសបែបនេះណាបាទទឹកយើងត្រូវធ្វើការជាមួយចាស់ទុំត្រូវធ្វើការជាមួយអាជ្ញាធរមូលដ្ឋានយើងត្រូវធ្វើការជាមួយយុវជនគ្នាឯងអញ្ចឹងណាបាទអញ្ចឹងមានន័យថាដរាបណាយើងស្គាល់តម្រូវការរបស់សហគមន៍យើងច្បាស់យើងនឹងរិះរកមធ្យោបាយដើម្បីដោះស្រាយបញ្ហាមនុស្សដែលមានអរិយាប័ត្រមានឆន្ទៈបែបនេះគេហៅថាអ្នកដឹកនាំជាងអ្នកដឹកនាំមិនសំដៅលើតែអ្នកដែលមានបនស័កលើស្មាអ្នកដែលមានឋានៈទូនទីឯងអ្នកដែលចេះជឿឆ្អាលទៅលើបញ្ហារបស់សហគមន៍របស់ខ្លួនដែលកំពុងតែប្រឈមកំពុងតែជួបប្រទះនោះហើយអ្នកដែលចេះជឿឆ្អាលហ្នឹងហើយចាប់ដើមជឿឆ្អាលចាប់ដើមជួយការងារនៅមូលដ្ឋាននោះហៅថាការបណ្ដោះចេញនៅផ្នែកគំនិតភាពជាអ្នកដឹកនាំអញ្ចឹងហ៎អញ្ចឹងឥឡូវឆ្លោះចាំមកវិញថាគ្រឿងជាមនុស្សដែលមានផ្នែកគំនិតជាអ្នកដឹកនាំហើយនៅពេលដែលខ្លួនបានជឿឆ្អាលការងាររបស់សហគមន៍គឺដូច
ពាក្យលោកគ្រូថាផ្នត់គំនិតហើយប៉ុន្តែមិនទាន់ច្បាស់លាស់នៅឡើយទេ មិនតាន់ច្បាស់ បាទព្រោះដោយ ត្រូវ សារ តែច្បាស់មែនទេ ព្រោះខ្ញុំចង់ឲ្យក្រុមយុវជនបងប្អូនខ្ញុំរតនគិរីបានរៀនបន្តទៀតដើម្បីកាន់តែជំរឿឧទាហរណ៍យើងខួងថ្មមួយណាលោកគ្រូដើម្បីឲ្យដល់ថ្មមួយទៀតព្រោះខាងរតនគិរីគឺយ៉ាងពីគឺច្រើនណាស់គឺឈើហ្មង គឺជីងចោរឿដេញពូនគឺឈើហ្មងជីងចោខាងតាំងជីកអីលើទៅវៀតណាម បាទ បាទ ត្រូវខ្ញុំឯកភាពគំនិតហ្នឹងថាយើងត្រូវការរៀនសូត្រតទៅទៀតពីព្រោះបញ្ហាពីមួយថ្ងៃទៅមួយថ្ងៃគឺជាអ្វីដែលបានកើតឡើងនៅសហគមន៍អញ្ចឹងល្អណាស់ដែលគឿងថាជាអ្នកកំពុងតែធ្វើការបណ្ដើហើយនឹងអនុវត្តបណ្ដើក៏ដូចជាមានឆន្ទៈក្នុងការរៀនសូត្របន្តទៀតអូខេខ្ញុំគិតថា ខ្ញុំចង់សុំលោកគ្រូមួយខ្ញុំចង់ឲ្យខ្ញុំយកខ្ញុំមើលឃើញតាំងពីខ្ញុំដំបូងឡើយខ្ញុំមករៀនគឺលោកគ្រូបង្រៀនមកមើលលោកគ្រូបើអត់ឃើញលោកគ្រូខ្ញុំចេះតែឈរមើល បាទអញ្ចឹងអស់ហើយណាអូខេអរគុណច្រើនបាទអរគុណ